បងប្អូនទាំងអស់គ្នាដែលមកលេងក្នុងខេត្តរតនគិរីបើសិនជាអត់បានមកលេងកន្លែងនេះទេច្បាស់ជាស្ដាយក្រោយឲ្យបងប្អូនមកដល់កន្លែងថ្មីនេះគឺថាស្រស់ស្អាតខ្លាំងមែនទែនកន្លែងនេះគឺតបតបើកណាខ្ញុំចង់ដឹងថាកន្លែងនេះឈ្មោះអីចាំចែកកាបូបប្រាប់បន្តិចទៀតឥឡូវយើងទៅមើលទាំងអស់គ្នាថាតើស្អាតដូចម្តេចខ្លះបងប្អូនអរគុណឃើញផ្ទះនៅខាងក្រៅចែកកាបូនេះហត់កន្លែងនេះគឺតបតបើកថ្មីបំផុតអមជម្រាបសួរចាអូគឺមានអវ៉ាន់ជួនអមបានខេត្តរតនគិរីស្រុកពួនសៃហើយនឹងភូមិប៉ាណាមឃុំកោះពីចាភូមិប៉ាណាមឃុំកោះពីចាចឹងបងប្អូនទាំងអស់គ្នាឥឡូវគឺនៅខាងភូមិប៉ាណាមនេះគឺមានកន្លែងលេងថ្មីហើយគឺថាតំបន់នេះគឺស្រស់ស្អាតអ្វីដែលសំខាន់គឺជាប់នឹងមាត់ទន្លេតែម្ដងអមចានិយាយចឹងក្មួយសុំសួរទីកន្លែងនេះគឺបើករយៈពេលប្រហែលឆ្នាំប្រហែលខែហើយអមខ្ញុំបានរៀបចំឲ្យខ្ញុំបានខែ9ហ្នឹងទៅអូខែ9កន្លែងនេះធ្វើឲ្យរមណីយដ្ឋាននេះដែលធ្វើឲ្យហ្នឹងគេហៅឈ្មោះអីដែរអមអត់តន់ដាក់ឈ្មោះអត់តន់ដាក់ឈ្មោះទេអូយទៅឃើញកន្លែងគាត់នេះគឺមានទីធ្លាធំល្អហើយនិយាយទៅគឺស្អាតស្រឡះភ្នែកនៅបងប្អូនទាំងគ្នានៅជុំវិញសុទ្ធតែភ្នំសុទ្ធតែធម្មជាតិចាហើយនឹងជាប់មកទឹកទៅប៉ុណ្្នឹងឯងចាអូចង់បើសិនជាបងប្អូនចូលចិត្តមកបែបលំហែកាយបែបធម្មជាតិអញ្ចឹងគឺអាចមកកន្លែងគាត់បានប៉ុន្តែសំខាន់គឺអត់តន់មានឈ្មោះដាក់ទេនៅព្រោះអីកន្លែងនេះគឺអស្ចារ្យពេកចាស្រស់ស្អាតហើយវាអស្ចារ្យពេកព្រោះអីជុំវិញនឹងគឺសុទ្ធតែជាភ្នែកណាអ៊ំចឹងបើសិនជាពុកម៉ែបងប្អូនទាំងគ្នាបានមកមើលផ្ទាល់ណាក៏សម្រាប់ចិត្តមិនត្រូវដែរណាអ៊ំណាចាដោយសារតែស្រស់ស្អាតខ្លាំងពេកចាហើយបើផ្ទះវិញគឺធ្វើមកគឺបែបខ្មែរបងប្អូនទាំងអស់គ្នាគឺប្រើឈើយើងសតឈើនឹងឈើគេដែលអ៊ំឃើញស្អាតហ្នឹងនេះស្រឡាយហើយនឹងសក្រំអូខ្ញុំឈ្មោះទូសុភាចាអូអ៊ំប្រុសចាំនៅកន្លែងហ្នឹងប៉ុន្មានឆ្នាំហីអ៊ំខ្ញុំ7ឆ្នាំអាយ៉ាមកផ្ទះគេបែបខ្មែរណាបងប្អូនទាំងអស់គ្នាអញ្ចឹងបានថាបងប្អូនអ្នករតនគិរីគឺគាត់ប៉ិនច្នៃប្រឌិតខ្លាំងមែនតើឥឡូវយើងទៅមើលផ្ទះតទៀតហើយផ្ទះគេមួយគឺស្អាតដាច់ដល់ឡៃគ្នាចាខ្ញុំចាប់អារម្មណ៍ខ្លាំងមែនតើពេលធ្វើពីឈើអញ្ចឹងបងប្អូនទាំងអស់គ្នាសំខាន់គេធ្វើមកមានចដៅឡើងចោះដូចផ្ទះយើងធម្មតាអញ្ចឹងដល់ពេលយើងស្នាក់នៅទៅមានអារម្មណ៍ថាយើងដូចយើងនៅផ្ទះអញ្ចឹងប៉ុននេះស្នាដៃរបស់គុនខ្មែរយើងគាត់អ្នកធ្វើប៉ុន្តែកន្លែងនេះគឺទឹកតបៅថ្មីស្រឡះតែម្ដងអញ្ចឹងបងប្អូនបើសិនជាចាប់អារម្មណ៍គឺអាចមកលេងនៅបានបងប្អូនទាំងអស់គ្នាដែលមកលេងក្នុងខេត្តរតនគិរីបើសិនជាអត់បានមកលេងកន្លែងនេះទេច្បាស់ជាស្ដាយក្រោយឲ្យបងប្អូនអ្វីដែលសំខាន់គឺជាប់នៅមាត់ទន្លេទៀតឲ្យបងប្អូនមកមើលបន្ទប់ទាំងអស់គ្នាLet's go ចានេះបន្ទប់នេះគឺគាត់រៀបមិនតាន់ហើយទេប៉ុន្តែមានម៉ាស៊ីនត្រជាក់មានអីអូស្អាតណាស់បងប្អូនទាំងអស់គ្នាវាងនូននេះមានសងខាងអូចង់មើលទេសភាពខាងណាក៏បានដែរមើលបានគ្រប់ជ្រុងតែម្ដងទាំងអស់គ្នានេះអូចាបន្ទប់ទឹកគេនេះហើយមានប្អួយតិចគាត់មានទុកមានអីដាក់ទៀតណាអ៊ំអូមានទុកមានអីជីទៀតបងប្អូនបានរំខានដែរអូរំលេចថានេះគេដាក់អ៊ំវរៈជ័យបាទពណ៌ទីទលេងច្រើនអូទលេងច្រើនណាស់បាទដើរតាមក្នុងទឹកអូដើរតាមអូគេជីហ៎អត់ដើរចាដល់ពេលយើងឆ្លងដទៅសិនមែនអត់ឆ្លងដទៅអូឆ្លងដទៅសិនហើយឡើងភ្នំតិចដល់រមណីយដ្ឋានវរៈជ័យហ្នឹងបាទទៅមានទឹកជុំទឹកអីអូយោចឹងបងប្អូនទាំងគ្នាដែលមកក្នុងខេត្តរតនគិរីគឺថាអត់ចេះប៉ះកន្លែងដើរលេងទេហើយប្លែករហូតហ្មងអ៊ំចាហ្នឹងហើយខ្ញុំមកម្ដងហើយប៉ុន្តែអ៊ំដឹងថាយើងអត់សូវជាអ្នកនៅតំបន់ហ្នឹងយើងអត់ដឹងប៉ុន្តែនៅបានបងប្អូនដែលគាត់នៅតំបន់ហ្នឹងទៅគាត់ណែនាំប្រាប់ចឹងទៅដោយកន្លែងនេះចឹងគឺបានបងប្អូនដែលគាត់ណែនាំមកដែរស្អាតទាក់ចិត្តទាក់ភ្នែកទាក់អារម្មណ៍មែនទែនសំខាន់មានភ្នំព័ទ្ធជុំវិញហើយមានជាប់មាត់ទន្លេទៀតបងប្អូនទាំងអស់គ្នាសាកគិតទៅមើលបើសិនជាមករីលេខប្រហែល4-10យប់អីគឺថាអត់ចេះធុញតែម្ដងសំខាន់ផ្ទះនេះគឺធ្វើបែបខ្មែរតែម្ដងបងប្អូនទាំងអស់គ្នាអូយមែននៅតែស្រឡាញ់បងប្អូនទាំងអស់គ្នាហើយម៉ោងស្មាននេះគឺម៉ោងពេញស្អាតតែម្ដងមានថ្ងៃលិចឲ្យមើលទៀតបងប្អូនយមែនបងប្អូនបើសិនជាចង់មកសាកណាចាំមើលក្នុងខមមិនទាំងអស់គ្នាចែកកាបូននឹងទម្លាក់ទីតាំងឲ្យអរគុណច្រើនចាអរគុណច្រើនអ៊ំចាអូអ៊ំជូនអ៊ំបន្ថែមទៀតចាអរគុណច្រើនជូនអាវចាថ្ងៃក្រោយមកលេងអ៊ំទៀតចាបងប្អូនទាំងអស់គ្នាទៅវិញណាចឹងនៅពេលដែលកន្លែងនេះបើកថ្មីម្ដងទៀតចែកកាបូគឺនឹងមកថតឲ្យបងប្អូនទាំងអស់គ្នាមើលម្ដងទៀតអូខេបាយបាយ